bạn sầmกรบនឹងជំរាបសួរបងប្អូនយើងទាំងអស់គ្នាបាទមានបងប្អូនមួយចំនួនគាត់សួរថាបងខ្ញុំមាន passport ពណ៌ខ្មៅតើអាចជិះយន្តហោះបានបាទ passport ពណ៌ខ្មៅសម្រាប់អ្នកដែលមានវីសាធ្វើការយើងអាចជិះយន្តហោះបានបាទអត់មានបញ្ហាទេគ្រាន់តែថាយើងវាយត្រារៀនទ្រីបានត្រឹមត្រូវបាទសម្រាប់អ្នកដែលអត់មានវីសាធ្វើការដូចជាអត់ទាន់មានវីសាបាទដូច passport ទៅទេអត់ទាន់មានវីសាចេះយើងអាចជិះយន្តហោះបានទេពណ៌ខ្មៅបាទមួយសំណួរទៀតគាត់សួរថាបងបើខ្ញុំអត់មានត្រារៀនទ្រីហើយត្រារៀនទ្រីហ្នឹងគឺរបៀបម៉េចវិញខ្ញុំអត់ស្គាល់បាទអញ្ចឹងជាមួយខ្ញុំនឹងតឡើងនៅកន្លែងនេះបាទត្រារៀនទ្រីគឺប្រភេទត្រារបៀបម៉េចបាទហើយត្រាមានពីរប្រភេទបងប្អូនបាទសម្រាប់ចេញចូលរវាងប្រទេសគ្រាន់តែជាម្ដងឬអញ្ចឹងយើងធ្វើបែបតែម្ដងបានយើងវាយនៅក្នុងកន្លែងយើងស្នាក់នៅក៏បានដូចជាយើងនៅខេត្តឧមាថាខេត្តឈុនបុរីចុះខេត្តឈុនបុរីយើងអាចទៅ immigration ទៅកន្លែងតមទៅវេសគេហ្នឹងយើងទៅប្រាប់គេថាខវីសាក្លាប់បានអញ្ចឹងក៏តមគាត់ស្គាល់ដែរបើមិនអញ្ចឹងទេយើងប្រាប់គេថាទីរៀនស៊ីខំដែរបាទអញ្ចឹងដើម្បីយើងការពារវីសារបស់យើងពេលណាដែលយើងវាយវីសាបើយើងអត់បានវាយរៀនទ្រីទេគឺខូចបាទបើយើងវាយបិទហើយគឺខូចហើយអញ្ចឹងវីសា2ឆ្នាំក៏អត់មានប្រសិទ្ធភាពអីដែរពេលណាដែលយើងវាយបិទគឺខូចអញ្ចឹងបងប្អូនសួរថាពេលដែលវាយបិទខូចហើយតើយើងអាចវាយបើកវិញបានអត់បានទេបងប្អូនបាទកន្លែងហ្នឹងសំខាន់អញ្ចឹងយើងត្រូវការពារមែនទេអញ្ចឹងយើងវាយរៀនទ្រីបាទរៀនទ្រីទី1យើងឆ្លងដែនតែម្ដងបាទបើសម្រាប់បងប្អូនមួយទៀតឆ្លងដែនញឹកញាប់បាទខ្ញុំណែនាំឲ្យវាយរៀនទ្រីមួយប្រភេទទៀតបាទអញ្ចឹងវីសារបស់យើង2ឆ្នាំវាយរៀនទ្រីហ្នឹងគឺរក្សាវីសារបស់យើង2ឆ្នាំជាមួយខ្ញុំឡើងឲ្យកន្លែងនេះបាទវីសារបស់យើង2ឆ្នាំអញ្ចឹងយើងចេញចូលប្រហែលដងក៏បានដែរឲ្យតែសៀវភៅ passport របស់យើងមានកន្លែងអាចវាយត្រាបានបាទហើយគឺមានត្រាទាំងថៃទាំងខ្មែរបាទសម្រាប់សប្តាហ៍ថ្ងៃនេះគឺយើងជិះយន្តហោះបាទជិះយន្តហោះអញ្ចឹងបងប្អូនគាត់ឆាតមកសួរទៀតថាបងខ្ញុំតិច passport ខ្ញុំខូចទៅមានត្រាខាងថៃតែអត់មានខាងខ្មែរបាទកុំភ្លេចថាបងប្អូនយើងដែលឆ្លងកាត់មកតាមយន្តហោះបាទយើងមានតែត្រាខាងថៃទេដោយសារតែខាងខ្មែរប្រើលក្ខណៈ scan បាទយើងដាក់ចូលដល់ចេះទៅគឺទិន្នន័យរបស់យើងហ្នឹងគឺគេអាចចេញក្រៅប្រទេសបានហើយបាទអត់មានបញ្ហាអីទេយើងមិនបាច់វាយត្រាដូចដែលយើងឆ្លងដែនធម្មតាទេបើយើងឆ្លងដែនធម្មតាយើងត្រូវវាយត្រាពីខាងខ្មែរហើយបានមកវាយត្រាខាងថៃសម្រាប់ចូលថៃបាទសម្រាប់ចេញពីថៃទៅយើងវាយត្រាខាងថៃហើយទៅយើងទៅវាយខាងខ្មែរបាទអាហ្នឹងត្រូវវាយទាំងចេញទាំងចូលបាទសម្រាប់យើងជិះយន្តហោះយើងចូលមកយើង scan យើងចេញទៅក៏ scan ដូចគ្នាអញ្ចឹងវាជួយសន្សំចៃសញ្ញា passport របស់យើងបានដែរបាទឆ្លងដែននៃការទិញសម្បត្តិយន្តហោះឬនៃការយើងចូល check in តើយើង check របៀបម៉េចបាទអញ្ចឹងពេលណាដែលខ្ញុំមានឱកាសខ្ញុំនឹងនាំបងប្អូនទៅមើលពីការ check in ចូលក្នុងពលានតើយើងត្រូវ check in ដោយរបៀបម៉េចព្រោះអីករណីហ្នឹងមានបាទខ្ញុំតែតែលើកឡើងយកមកប្រាប់បាទវាមានសម្រាប់អ្នកដែលធ្លាប់ហើយគឺមិនអីទេអត់បញ្ហាទេតែបើសម្រាប់អ្នកដែលអត់ទាន់ធ្លាប់គឺបញ្ហាខ្លាំងបាទអញ្ចឹងបើយើងដឹងមុនយើងអាចស្រាវជ្រាវមុនថាមុននឹងឡើងយន្តហោះយើងត្រូវធ្វើម៉េចហើយពេលយើងឡើងយន្តហោះហើយយើងត្រូវអង្គុយនៅកន្លែងណាបាទអាហ្នឹងបើករណីយើងឡើងយន្តហោះដូចថាយើងឡើងយន្តហោះពុបបើក្រុមហ៊ុនថៃគឺមានតែថៃទេអ្នកនិយាយបាទអញ្ចឹងមានតែថៃគេនិយាយថៃនិយាយអង់គ្លេសអញ្ចឹងបងប្អូនខ្លះយើងស្ដាប់ថៃអត់បានបាទសម្រាប់បងប្អូនខ្លះយើងស្ដាប់អង់គ្លេសអត់បានទៀតអញ្ចឹងវាពិបាកអញ្ចឹងយើងមានតែដូចធ្វើកាយការជាបញ្ហាមួយសម្រាប់បងប្អូនពលករតែបើសម្រាប់បងប្អូនដែលគាត់ធ្វើដំណើរឆ្លងប្រទេសឆ្លងទៅឆ្លងមកទៅដល់លេខប្រទេសនេះទៅដល់លេខប្រទេសនោះគឺបញ្ហាអស់ហ្នឹងគឺមិនមែនជាបញ្ហារបស់គាត់ទេបាទវាមិនមែនជាបញ្ហារបស់គាត់ទេតែបើសម្រាប់បងប្អូនយើងជាពលករវាជាបញ្ហាបាទលើកទី1ដែលអត់ដែលឡើងយន្តហោះយើងអាចថាយើងទៅមុនឲ្យរៀងយូរបន្តិចបាទទៅមុនឲ្យរៀងយូរបន្តិចហើយយើង complete យើង check in ហើយយើងចូលទៅដល់ក្នុងវាយ passport វាយអីរួចហើយយើងត្រូវចូលទៅចាំនៅ gate ដែលយើងត្រូវចេញហោះហើរអញ្ចឹងនៅក្នុងសម្បត្តិមួយគេមានលេខកៅអីហើយនិងលេខច្រកទ្វារដែលយើងត្រូវចេញធ្វើដំណើរបាទអញ្ចឹងបើយើងចាំខុសក៏វាមានបញ្ហាពេលដែលយើងឧបមាថាយន្តហោះនឹងហោះឡើងរយៈពេល5នាទីឬ10នាទីទៀតបើយើងអង្គុយខុសច្រកទ្វារចេញយើងអាចនឹងធ្លាក់យន្តហោះយើងអាចនឹងឡើងអត់ទាន់បាទអញ្ចឹងសម្រាប់អ្នកចាស់អ្នកដែលគាត់ធ្លាប់ជិះញឹកញាប់ហើយនឹងគាត់ថាបញ្ហានឹងគឺជាអ្វីដែលយើងបារម្ភដល់មុនយើងអាចត្រៀមទុកមុនថាយើងការពារកន្លែងនេះយើងដើម្បីកុំឲ្យមានបញ្ហាចេះបាទអញ្ចឹងសម្រាប់វីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេបាទសម្រាប់បងប្អូនយើងមានបញ្ហាអីមានដូចថាឆ្ងល់កន្លែងណាអាចឆាតមកសួរនាំខ្ញុំបានបាទសូមអរគុណច្រើនបាទអរគុណ